វីដេអូមួយនេះគឺជាវីដេអូដែលរំលឹកអនុស្សាវរីយ៍កាលពីខ្ញុំនៅប្រទេសកម្ពុជាស្ថិតនៅក្នុងខេត្តកំពតជាទូទៅគ្រួសាររបស់ខ្ញុំឲ្យតែមានពេលបុណ្យទានមិនថាបុណ្យចូលឆ្នាំខ្មែរបុណ្យភ្ជុំបិណ្ឌឬក៏អីក៏ដោយគឺពួកយើងតែងតែជុំគ្នាដើរលេងដោយសារតែប្អូនរបស់ខ្ញុំហើយនិងខ្ញុំគឺសុទ្ធតែជាអ្នកធ្វើការអញ្ចឹងពួកយើងបានជុំគ្នានៅឱកាសដែលបុណ្យទានអីចឹងកន្លែងធ្វើការធ្វើងារអីចឹងគឺគេឈប់សម្រាកអីចឹងពួកយើងអាចមកជុំគ្នាបានដែរហើយផ្ទះរបស់ខ្ញុំគឺនៅខេត្តកំពតដែរអ្នកទាំងគ្នាអញ្ចឹងគឺពេលដែលបងអូនស្រីរបស់ខ្ញុំគាត់នៅខាងខេត្តបរសៃអនុអញ្ចឹងគាត់ពេលបុណ្យទានគឺគាត់ធ្វើដំណើរពីខេត្តបរសៃអនុមកខេត្តកំពតចំណែកឯបងអូនស្រីមួយទៀតគឺគាត់ធ្វើការនៅភ្នំពេញគាត់ជិះពីភ្នំពេញមកកំពតដូចគ្នាអញ្ចឹងយើងញ៉ាំអីជុំគ្នាហើយអស់ហើយគឺយើងតែងតែទៅដើរលេងហើយកន្លែងដែលយើងដើរលេងហ្នឹងគឺអត់ឆ្ងាយទៅណាអ្នកទាំងគ្នាក្រៅពីថាខេត្តកំពតហើយនិងខេត្តកែបព្រោះដោយសារតែខេត្តកំពតហើយនិងខេត្តកែបសម្បូរកន្លែងដើរលេងស្អាតៗខ្លាំងមែនទែនដោយនៅក្នុងវីដេអូដែលខ្ញុំកំពុងតែបង្ហាញអ្នកទាំងគ្នាអញ្ចឹងគឺកន្លែងហ្នឹងគឺមានឈ្មោះថាសាមញ្ញអាហើយស្ថិតនៅក្នុងខេត្តកែបកន្លែងហ្នឹងមានទាំងនិយាយទៅវាខំបាញ់ចូលគ្នាដូចជាទេសភាពកន្លែងគេងកន្លែងញ៉ាំអាហារក៏ដូចជាអាងហែលទឹកហើយដូចកន្លែងដែលខ្ញុំកំពុងតែបង្ហាញនេះគឺជាព្រៃកោងកាងណាហើយមានទេសភាពយើងដើរទៅសមុទ្រអីចឹងទៅគឺយើងអាចឃើញព្រះអាទិត្យលិចហើយទេសភាពនៅហ្នឹងខ្ញុំអត់ដឹងនិយាយថាម៉េចទេអ្នកទាំងគ្នាអាចមើលនៅក្នុងវីដេអូបានអ្នកទាំងគ្នាឃើញនៅក្នុងវីដេអូស្អាតប៉ុណ្្នឹងឯងប៉ុន្តែនៅខាងក្រៅដែលយើងមើលនៅភ្នែកយើងផ្ទាល់ហ្មងឯងកាន់តែស្អាតជាងនឹងទៅទៀតហើយកន្លែងនេះដែរគឺខ្ញុំកំពុងតែដើរទៅកន្លែងសមុទ្រណាកន្លែងនេះគឺយើងដើរទៅរៀងឆ្ងាយបន្តិចប៉ុន្តែអត់អីទេព្រោះដោយសារតែទេសភាពអមសងខាងហ្នឹងគឺវាស្រស់ស្អាតវាខៀវស្ងាត់អីចឹងណាហើយទៅដល់ហ្នឹងគឺដូចអ្នកទាំងគ្នាឃើញនៅក្នុងវីដេអូចឹងឃើញ sunset ដ៏ធំឃើញសមុទ្រមានខ្យល់បក់មកប៉ះមុខប៉ះខ្លួនយើងមកលហើយល្វើយស្ដាប់សំឡេងសូររលកសមុទ្រខ្ញុំមិនដឹងនិយាយថាមិនអារម្មណ៍មួយហ្នឹងគឺវាបានធូរស្បើយនិយាយមកទៅគឺនៅពេលដែលយើងមានទុកកង្វល់អីនៅក្នុងខ្លួនអញ្ចឹងពេលតែទៅដល់កន្លែងហ្នឹងគឺដូចទុកកង្វល់ទាំងប្រហែលគឺវារលាយបាត់អស់តែម្ដងជាពិសេសយើងបានដើរទៅជាមួយនឹងក្រុមគ្រួសាររបស់យើងមនុស្សជាទីស្រឡាញ់របស់យើងទៀតវាហត់តែអេមទៀតបញ្ចូលសំឡេងក៏ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយស្រស់ស្រាយដែរជាពិសេសគឺនៅគ្រួសារខ្ញុំខ្លាំងមែនតែនគឺចង់មានពេលវេលាដែលជួបជុំគ្នាម្ដងទៀតអីចឹងណាឥឡូវមើលសម្រាប់បងអូនចដូនមួយរបស់ខ្ញុំនេះគេដឹងថាខ្ញុំថតគេដល់ពេលគេដឹងគេលើកដៃពីរអ្នកទាំងគ្នាហើយបន្តមកទៀតនេះគឺជាទស្សនវិជ្ជាពេលល្ងាចនៅពេលដែលអាងហែលទឹកហ្នឹងវាឆ្លុះឃើញពន្លឺព្រះអាទិត្យលិចស្អាតមែនតែននេះគឺសម្រាប់បងអូនរបស់ខ្ញុំស្អាតទេអ្នកទាំងគ្នាហើយពេលវេលានេះគឺពេលរៀងល្ងាចដែរពួកយើងនាំគ្នាទៅផ្ទះវិញចុងក្រោយខ្ញុំសូមធ្វើការអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ជាពិសេសបងប្អូនដែលគាត់ជួយ like ជួយ share ជួយ comment នៅក្នុងវីដេអូរបស់ខ្ញុំព្រោះវាជាការលើកទឹកចិត្តមួយឲ្យខ្ញុំ